Ba dương cho sầm nùa tì mà phải mũi to bị video muôn bà hay sầm nùa tì mà phải nít thật nơi trong này tì pí đã bẻ quan năng việc trả sạp bà mình đây thay dương trời dọc bịa trời dọc ấy bùng pin bịa mình bắt đầu lên về giờ cò đấy trong nội này bà sầm nùa tì mà phải mùi ní nơi trong này mình bàn nè riêng bên giờ xa nó còn mình bàn cú ăn đợt line rồi có hai line bịa nào muối đó chẳng tới đại tài chầm lời tại mà đòn bà chẳng nhóm dọc chầm lời ní từ priệp thiếp nâng bịa khang lơ từ vinh và trong kịch thà nè riêng ní cứ quạt phịch phịch hai line miền này thà cái áo chờ rơ bịa đại miền này đồ và sân là niềm nó cứ thà sật tư sẵn đấy này đồ chẳng đời xa đã chầm lại rút bàn tay nơi khôngประโยคนี้มันមាន underline ថាឲ្យយកពាក្យនេះទៅប្រៀបធៀបជាមួយនឹងពាក្យណាទេអញ្ចឹងយើងលុបបាក់មើលពាក្យខាងលើមកប្រៀបធៀបខាងក្រោមអញ្ចឹងយើងយកអាខាងក្រោមទៅប្រៀបធៀបអាលើវិញបាទអញ្ចឹងយើងត្រូវចេះពាក្យនេះបាទ execute ហ្នឹងមានន័យថាម៉េចបាទអញ្ចឹង execute ហ្នឹងមានន័យថាការអនុវត្តបាទពេលខ្លះប្រែថាការដាក់ទោសក៏បានដែរអនុវត្តទោសបាទអញ្ចឹងយើងមកមើលនៅក្នុងនេះតើមានពាក្យណាមួយដែលនៃដូចនឹងពាក្យ execute នេះបាទអញ្ចឹង the government plans to implement a new educational policy next year បាទមានន័យថារដ្ឋាភិបាលរៀបផែនការណាថាមានគម្រោងបាទមានគម្រោងអនុវត្តឬដាក់ឲ្យអនុវត្តនៅគោលបាទនៅគោលការណ៍គោលយោបាយខាងអប់រំថ្មីនៅឆ្នាំក្រោយបាទអញ្ចឹងនៃដូចគឺពាក្យនេះបាទ implement ហ្នឹងប្រែថាការអនុវត្តបាទកន្លែងនេះជាកិរិយាសព្ទអនុវត្តឬក៏ដាក់ឲ្យអនុវត្តអីចឹងណាបាទអញ្ចឹង synonym នៃ implement គឺ execute បាទនៃអាចថានៃដូចគ្នាបាទចឹងយើងទៅមើលទី22ដូចគ្នាដែរយើងមកមើលចម្លើយហើយទៅប្រៀបធៀបខាងលើបាទ mandatory ហ្នឹងមានន័យថាម៉េច mandatory mathematics and Khmer literature are compulsory subjects in high school បាទគឺថាគណិតវិទ្យាហើយនិងអក្សរសាស្ត្រខ្មែរហ្នឹងគឺជាមុខវិជ្ជាសំខាន់បាទមុខវិជ្ជាសំខាន់ដែលមិនអាចខ្វះបានណានៅថ្នាក់វិទ្យាល័យបាទអញ្ចឹងតើយើងចេះពាក្យ mandatory នេះមានន័យថាម៉េច mandatory នេះមានន័យថាសំខាន់នឹងឯងបាទសំខាន់ចាំបាច់អញ្ចឹងនៃដូចនៃពាក្យ mandatory គឺ compulsory បាទ compulsory ហ្នឹងចាំបាច់ណាបាទចាំបាច់សំខាន់ដែលត្រូវមានបាទអញ្ចឹងនៃដូចបាទងាយទេអានេះពាក់ព័ន្ធនឹងយើងចេះពាក្យច្រើនយើងរើសបានដែរតើមើលទី23 Teachers need to evaluate their students' progress regularly បាទមានន័យថាលោកគ្រូអ្នកគ្រូហ្នឹងចាំបាច់ត្រូវចេះវាតម្លៃនៃដំណើរការណាបាទការប្រែប្រួលឬថាដំណើរការនៃការសិក្សារបស់សិស្សហ្នឹងឲ្យបានទៀងទាត់ចូលដំបូងទៅចេះកម្រិតណាយូរទៅកម្រិតណីអីចឹងទៅបាទអញ្ចឹងយើងចង់ដឹងយើងមកមើលអានេះសិនបាទ assess តើយើងចេះប្រើពាក្យនេះ assess មានន័យថាវាតម្លៃអញ្ចឹងពាក្យខាងលើពាក្យណាដែលមានន័យថាវាតម្លៃគឺ evaluate បាទពាក្យហ្នឹងប្រែថាវាតម្លៃដែរបាទវាតម្លៃបាទងាយដែរទេវាមិនស្មុគស្មាញដូចវេយ្យាករណ៍ប៉ុន្តែបើអត់ចេះពាក្យអាហ្នឹងតល់ហ្នឹងឯងនឹងយកមួយណាណាមែនតើត្រូវ underline មួយនេះហើយបានដាក់ឲ្យរើសចម្លើយ4នេះណា4ហ្នឹងគឺវេទនាតែហ្មងភាសាអត់បាន underline ខាងលើយើងមកមើលនេះវិញទៅបាទ24នេះអីគេបាទដដែលទេ synonym he is a very diligent student who always does his homework បាទចឹងយើងមើលចម្លើយតែម្ដងបាទចម្លើយនៅក្នុងនេះhard working នឹងមានន័យថាដែលប្រឹងប្រែងធ្វើការណាមិនជាមនុស្សខ្ជិលច្រអូសទេធ្វើការប្រឹងខិតខំសង្វាតឲ្យហាត់អញ្ចឹងយើងត្រូវរកពាក្យនៅខាងលើនឹងមកបាទគឺ diligent ហ្នឹងដែលឧស្សាហ៍ធ្វើកិច្ចការងារមនុស្ស
ដែលសង្វាតអស់ហាតឧស្សាហ៍ព្យាយាមនឹងកិច្ចការអាហ្នឹងណា diligent បាទអញ្ចឹងក្មេងហ្នឹងឬថាគាត់ហ្នឹងគឺជាសិស្សណាគឺជាសិស្សដល់ឧស្សាហ៍សិស្សសង្វាតកិច្ចការងារដែលតែងតែណាតែងតែប្រឹងប្រែងធ្វើតែងតែធ្វើកិច្ចការងារផ្ទះរបស់វាឬថាគាត់អីចឹងទៅបាទមិនខ្ជិលទេបាទខាងក្រោមនេះគឺមិនរើស synonym ទេប៉ុន្តែរើសន័យនៃពាក្យមាន look for look after look up look at អីចឹងទៅពាក់ព័ន្ធនឹង preposition ពាក់ព័ន្ធនឹង phrasal verb ណាបាទអញ្ចឹង who is going to បាទអញ្ចឹងចម្លើយស្រួលទេគេដាក់ឲ្យហើយយើងប្រែតែពាក្យទៅបានto look after the children while their parents are at work មានន័យថាតើនរណានឹងមើលថែបាទ look after នឹងមើលថែបាទមើលថែមើលការខុសត្រូវអីចឹងទៅនៅក្មេងៗទាំងហ្នឹងនៅពេលដែលឪពុកម្ដាយរបស់ពួកវាទៅធ្វើការបាទអញ្ចឹង look after ហ្នឹងមើលថែ26 the sports day was បាទ because the bad weather អញ្ចឹងចម្លើយគឺ put off បាទខ្ញុំគ្រាន់តែប្រើពាក្យនេះ put off នេះមានន័យថា delay លើកពេលណាលើកពេលអញ្ចឹងមានន័យថាទិវាកីឡាណាទិវាប្រកួតកីឡាហ្នឹងត្រូវបានលើកពេលហើយដោយសារអីដោយសារតែអាកាសធាតុមិនអំណោយផលបាទអញ្ចឹង put off ហ្នឹងគឺពន្យាពេលលើកពេលបាទងាយទេទី27 have you បាទផ្លាទៅ your mind about which university to attend បាទអញ្ចឹងចម្លើយគឺ made up មកពី make up ហ្នឹងប្រែថាយើងធ្លាប់ចេះមកណាមានន័យថាតបតែងផាត់មុខផាត់មាត់អីចឹងទៅប៉ុន្តែអានេះ make up someone mind វាជាប់នឹងពាក្យ mind នេះបាទ clear វាណាអញ្ចឹង made up your mind មានន័យថាសម្រេចចិត្តបាទប្រែអញ្ចឹងណាតើមិត្តឯងសម្រេចចិត្តហើយឬនៅអញ្ចឹងណាតើមិត្តឯងបានសម្រេចចិត្តហើយឬនៅអំពីថាតើណាបាទថាតើនឹងចូលរៀននៅសាកលវិទ្យាល័យមួយណាអញ្ចឹងណាសម្រាប់ថារៀននៅសាកលវិទ្យាល័យមួយណាអញ្ចឹង made up your mind ហ្នឹងគឺសម្រាប់ចិត្តបាទมันប្រែថាផាត់មកផាត់មាត់អីទេកន្លែងនេះបាទទៅមើលមួយទៀតអានេះពាក់ព័ន្ធនឹង etonym គឺពាក្យផ្ទុយវិញម្ដងពាក្យផ្ទុយវិញម្ដងThe instructions given by the principal were very explicit បាទ explicit អញ្ចឹងយើងទៅមើលចម្លើយគេដាក់ចម្លើយឲ្យមើលអញ្ចឹងពាក្យនេះអានថា vague នេះមានន័យថាដែលមិនពឹសស្ដារដែលមិនលម្អិតដែលមិនច្បាស់លាស់ជាគុណនាមដែលមិនច្បាស់លាស់អញ្ចឹងយើងទៅរកពាក្យផ្ទុយពីព្រោះគេឲ្យជ្រើសរើសពាក្យផ្ទុយពាក្យផ្ទុយណាបើมันច្បាស់លាស់វាប្រកាសជាមានពាក្យច្បាស់លាស់នៅក្នុងនេះបាទអញ្ចឹងយើងកលេចមកផាច់មកប្រមាណមកដល់នេះយើងចេះអស់ហើយអញ្ចឹងមានតែនេះឯងមានតែមួយនេះឯងបាទអញ្ចឹងអា explicit នេះមានន័យថាច្បាស់លាស់ដែលលម្អិតអញ្ចឹងណាបាទ explicit មានន័យថាសេចក្តីណែនាំដែលលោកនាយកបានផ្ដល់ឲ្យហ្នឹងគឺវាច្បាស់លាស់ណាស់អញ្ចឹងណាបាទគេឲ្យជ្រើសរើសពាក្យផ្ទុយទៀតហើយ despite the challenges she remains optimistic about her students future អញ្ចឹងចម្លើយនៅនេះគេជ្រើសរើសpessimistic ហ្នឹងប្រែថាទុតិថិនិយមដែលមានគំនិតអវិជ្ជមានណាមើលឃើញអ្វីមិនល្អអញ្ចឹងទៅដែលមានគំនិតអវិជ្ជមានអញ្ចឹងខ្ញុំគិតថាពាក្យទាំងប្រមាណនេះយើងចេះឲ្យហើយយើងតល់អាចថាតល់ឬក៏មិនតល់តែវាប្លែកគឺអាមួយនេះឯងអញ្ចឹង optimistic ហ្នឹងប្រែថាសុតិថិនិយមដែលមានគំនិតវិជ្ជមានបាទអញ្ចឹងបើទោះបីជាមានបញ្ហាមានឧបសគ្គម្ដេចម្ដាក៏អ្នកគ្រូនៅតែមានគំនិតវិជ្ជមានសុតិថិនិយមចំពោះអនាគតរបស់សិស្សានុសិស្សរបស់អ្នកគ្រូដែរអញ្ចឹងណាមិនគិតអវិជ្ជមានទេបាទអញ្ចឹងងាយទេបាទនៅក្នុងនេះគេជ្រើសរើសចម្លើយទៀត punctual អានេះយើងត្រូវគិតន័យបាទនេះត្រូវគិតន័យ
ពាក្យផ្សេងហ្នឹងវាអាចស្តៀងពេលខ្លះអាកិតន័យហ្នឹងច្រឡំដែរបាទប៉ុន្តែនេះពាក្យកលឹងនៅកន្លែងនេះ on time នេះតាន់ពេលវេលាចឹងណា A punctual teacher always starts and ends the class on time មានន័យថា punctual នេះប្រែថាទៀងទាត់ដែលគោរពពេលវេលាចឹងណាដែលគោរពពេលវេលាឬថាតាន់ពេលវេលាចឹងក៏បានដែរអញ្ចឹងគ្រូដែលគោរពពេលវេលាតែងតែចាប់ផ្ដើមនិងបញ្ចប់ការបង្រៀនបញ្ចប់មេរៀនហ្នឹងនៅតាន់ពេលគឺម៉ោងរៀនគឺដល់ហើយម៉ោងចាញ់គឺត្រូវចាញ់អញ្ចឹងទៅបាទជាទស្សនៈផ្ទាល់របស់ខ្ញុំនិយាយអាក្រក់តិចខ្ញុំស្អប់ណាគ្រូណាដែលបរៀនស៊ីម៉ោងបាទខ្ញុំស្អប់ដែរខ្ញុំអត់សរសើរណាអាបរៀនហួសម៉ោងបរៀនអីហ្នឹងគេកំណត់ម៉ោងឲ្យរៀនហើយបរៀនបើថាមិនបានចាញ់មុន 4-5 នាទីទេកុំទៅលើសម៉ោងទៅអីវាមិនមែនសិស្សនឹងកើតជាអ្នកប្រាជ្ញដោយសារបរៀនលើសម៉ោងទេបាទខ្ញុំអត់ចូលចិត្តបណ្ដាខ្ញុំនិយាយត្រង់ខ្ញុំស្អប់គុំមកគ្រាន់បើស្អីបរៀនលើសម៉ោងបរើអីជាងការយើងបរៀនលើសម៉ោងយើងដឹងថាខ្លួនឯងហ្នឹងកិច្ចការងារបន្ទាប់យើងបានគិតថាត្រូវនឹងធ្វើយ៉ាងម៉េចអីប៉ុន្តែសិស្សខ្លះយើងមានដឹងថាគ្នានឹងត្រូវធ្វើអីនៅម៉ោងបន្ទាប់យើងមិនយើងគិតថាសិស្សចេញទៅដេកមែនបាទជាការសិស្សកំណត់ឧទាហរណ៍ថាចេញម៉ោង11សិស្សគិតថាបន្ទាប់ពីម៉ោង11ហ្នឹងនឹងត្រូវធ្វើអីអ្នកខ្លះគ្នាត្រូវដើរយ៉ាងម៉េចអត់មានយានជំនិះឬថាគេមាន plan ថាគេត្រូវធ្វើបន្ទាប់ពីចេញពីរៀនទៅគេត្រូវធ្វើអីហើយបើយើងបរៀនលើសម៉ោងអាំងបរៀនលើសម៉ោងចុះ plan ដែលគេដាក់ហ្នឹងវាខូចអស់ទៅមិនទៅបាទអញ្ចឹងខ្ញុំអត់គ្រប់គ្រងកុំមកអួតអីបរៀនលើសម៉ោងលើសអីហើយមកចង់និយាយយកគុណសម្បត្តិថាបរៀនពេញខំថែបឲ្យលើសម៉ោងអីទាគុណស្រ័យអីអត់ទេអាហ្នឹងហៅថាល្មើសគោលការណ៍នៃការបរៀនទៅវិញទេអត់ដឹងខ្លួនទៅមុនម៉ោងអាចថាសរសើរតែបរៀនលើសម៉ោងអីដែរមកធ្វើគ្រាន់បើអីបាច់ទេហើយគុំថាំងដើម្បីបញ្ចប់មេរៀនបាច់ទេដល់ម៉ោងចេញទៅគោរពពាក្យថាគោរពម៉ោងវាមិនមែនអាយើងបរៀនលើសម៉ោងនឹងគ្រាន់បើទេកែងនិយាយទៅគឺបំពេញម៉ោងបំពេញកម្លាំងសិស្សដែលមករៀននឹងផងគ្នាត្រូវធ្វើអីបន្ទាប់នឹងទៀតបាទគួរតែកុំមានអាវប្បធម៌ទម្លាប់បែបហ្នឹងអត់ល្អបដៅអីបាទហើយគេកំណត់ម៉ោងឲ្យរៀនប៉ុណ្្នឹងហើយយើងបរៀនទៅសាលារដ្ឋក៏ដែរសាលាឯកជនក៏ដែរដល់ម៉ោងចេញទៅបាទអាហ្នឹងបានហៅថាគោរពហើយយើងគោរពមានន័យថាម៉េចមានន័យថាត្រូវទៅមុនសិស្សហើយចាញ់យឺតក្រចាញ់អាហ្នឹងបានហៅថាគោរពមែនមិនមែនអញ្ចឹងទេអាក្រចាញ់ហ្នឹងក៏មិនគោរពច្បាប់សាលាដែរបាទខ្ញុំជួបច្រើនបាទខ្ញុំជួបច្រើនតែខ្លួនឯងក៏ធ្លាប់ជួបហើយគេបរៀនអញ្ចឹងក៏ធ្លាប់ជួបដែរខ្ញុំអត់សប្បាយចិត្តជាមួយទេហើយមកថាយើងជាសិស្សខ្ជិលក៏ថាដែរជាងការគ្រូនឹងអត់ដឹង plan សិស្សថាត្រូវធ្វើអីខ្លះផងគ្នាចេញពីមួយចូលមួយដូចការខ្ញុំនៅរៀនវិទ្យាល័យអីហ្នឹងចេញពីម៉ោង1ត្រូវដើរឲ្យបញ្ញាប់ដល់ម៉ោង1ចូលម៉ោង1ផ្សេងទៀតឧទាហរណ៍ថាត្រូវចេញចូលកន្លែងផ្សេងម៉ោង11អញ្ចឹងឯណាចេញម៉ោង12ឬក៏ម៉ោង11:55អីចឹងទៅយើងដើរត្រូវរៀបខ្លួនទៅវាតាន់ហើយចុះបើឯនេះចេញម៉ោង12លើសបាត់ទៅហើយទៅឲ្យតាន់ឯនោះមិនឲ្យអ្នកឯនោះគេថាយើងនេះសិស្សយឺតឃើញអត់អញ្ចឹងគោរពម៉ោងទៅបាទអានឹងខ្ញុំបែកទៅហ្នឹងតិចទៅក្រៃលោបងប្អូនដែលមានកម្រងធ្វើជាគ្រូបរិញ្ញាអនាគតទៅជាប់ហ្នឹងអាចថាចាំសម្ដីខ្ញុំកុំមកធ្វើចូលស្អីបរិញ្ញាលើសម៉ោងលើអីអត់ចង់ចិត្តបដាបាទគោរពម៉ោងទៅកុំអាងថាស្អីគិតថាខ្លួនឯងលះបង់ស្អីបាទបាទហ្នឹងបែកទៅនឹងតិចអាហ្នឹងវាជារឿងដែលខ្ញុំគុំក្នុងចិត្តដែរអត់ល្អទេបាទចង់និយាយតែគ្មានឱកាសពេលខ្លះយើងរៀនមួយគ្រូខ្ញុំធ្លាប់ទៅរៀនគួរម៉ោងក្រៅដល់ពេលដល់អាម៉ោងយើងត្រូវចូលរៀនទៅរៀនយូរបន្តិចគ្រូស្ដីឲ្យហើយគ្រូថាសិស្សស្អីមិនគោរពពេលវេលាមិនអីហើយខ្ញុំអង្គុយតែញឹមតែវានឹកឃើញតែអស់សំណើចវិញខ្ញុំញឹមអស់សំណើចត្រង់ថាខ្ញុំល្មើសម៉ោងលោកគ្រូនេះប៉ុន្តែខ្ញុំជាសិស្សល្អដែលខ្ញុំចេះឆ្លៀតរៀនគួរតែធ្វើម៉េចបើឯនោះក្រចាញ់អញ្ចឹងណាអញ្ចឹងសូមយើងកុំគិតអវិជ្ជមានលើសិស្សពេកសិស្សធំហ្នឹងបាទគោរពម៉ោងទៅសុំតែមកគោរពម៉ោងទៅកុំអាងតែគ្រូហើយចេះតែស្អីតាមចិត្តចោលឡើងគ្នាអ្នកប្រឹងរៀននេះទៅជាមានសម្ពាធទៅជាអីចឹងវិញបាទអត់ល្អទេ
chẳng nè đôi cái lại nè cái đã ló nè u đo rất lò mà cái tha cru đã cờ rô pê và lia cứ mày cứ chặt phát đá hay nâng ca bánh chọc mê riêng nó cứ nơi cứ thả trâu tam pê và lia chẳng á nè men mọi ai nhìn na lơ mong buôn động như ti chọn thơ cru ấy là bằng ấy ọt đấy và không khó như miền cru như sao đấy bà nhớ to thật tiết the school là anh ấy cái rơ ao hay curriculum miền đây thà một phải chia nè subject ការកំណត់ plan ដែលឲ្យបរៀនហ្នឹងណារបស់សាលាហ្នឹងគឺរួមមានទាំងប្រធានsubject មុខវិជ្ជានិងប្រធានបទទាំងអស់ដែលត្រូវបរៀនឲ្យសិស្សអញ្ចឹងមានន័យថាសាលា curriculum របស់សាលាហ្នឹងគឺគេត្រូវកំណត់ថាត្រូវរៀនអីចឹងទៅបាទអញ្ចឹង curriculum school curriculum ហ្នឹងគឺថាមុខវិជ្ជាហ្នឹងឯងថាត្រូវសិក្សាពីអីចឹងទៅបាទបាទ32ដោយសារតែជាទូទៅខ្ញុំដាក់តែ10ទេតែចូលដល់នេះវាចូលដល់12ហើយដោយសារតែផ្នែកនៃវិទ្យាសាស្ត្រហ្នឹងវាលើសប្រមាណពាក្យអញ្ចឹងខ្ញុំបង្ហើយបដ ாய் ទៅលើសប្រមាណប្រយោគបាទនៅក្នុងនេះគេជ្រើសរើសចម្លើយ pedagogy បាទ pedagogy នេះមានន័យថាអីគេមានន័យថាគរុកោសល្យឬក៏វិធីសាស្ត្របង្រៀនរបស់គ្រូណាវិធីសាស្ត្របង្រៀនរបស់គ្រូកោសល្យអញ្ចឹងយកអានេះមកបំពេញមកបាទ pedagogy is the method and practice of teaching គេអត់មានន័យថាគឺជារូបមន្តហើយនឹងការអនុវត្តនៃការបង្រៀនជាពិសេសខាងមុខវិជ្ជាអប់រំនឹងឯងបាទ33 please make sure you បាទអីគេ pay បាទ pay attention នេះមានន័យថាយកចិត្តទុកដាក់បាទយកចិត្តទុកដាក់ផ្ដោតបាទ pay attention អញ្ចឹងអានេះគឺពាក្យ phrase របស់វាអញ្ចឹងបាទកន្លែងផ្សេងហ្នឹងអត់ត្រូវន័យទេ pay attention to the teacher during the experiment បាទមានន័យថាត្រូវតែផ្ដោតហ្នឹងណាផ្ដោតយកចិត្តទុកដាក់ចំពោះលោកគ្រូអីចឹងទៅនៅក្នុងពេលបង្រៀនគេពេលពិសោធន៍បាទ experiment ការពិសោធន៍បាទ34 don't worry if you ចឹងអានេះគេដាក់ make a mistake clear វាអញ្ចឹងបាទ make a mistake ហ្នឹងមានន័យថាបង្កើតកំហុសធ្វើឲ្យមានកំហុសណាកុំព្រួយបារម្ភរឿងឲ្យមានកំហុសអី we are here to learn ពួកយើងមកទីនេះដើម្បីរៀនទេអញ្ចឹងវាតែតែមានកំហុសហើយបាទ make mistake hard work and dedication are the keys to បាទអញ្ចឹងអានេះគេដាក់ success មានន័យថាការងារលំបាកការងារធ្ងន់ណាបាទកិច្ចការលំបាកហើយនឹងការលះបង់ dedication ហ្នឹងប្រែការលះបង់ឬការឧទ្ទិសក៏បានដែរគឺជាកូនសោបាទគឺជាកូនសោកន្លឹះទៅរកភាពជោគជ័យបាទអញ្ចឹងកន្លែងនេះគេដាក់ succeed successful successfully success អញ្ចឹងអានេះជាកិរិយាសព្ទអានេះជាគុណនាមអានេះជាកិរិយាវិសេសឃើញអត់អញ្ចឹងបន្ទាប់ពី preposition នេះយើងត្រូវការ noun ឬក៏ជើរ៉ានអញ្ចឹងដាក់ noun នេះមកបានត្រូវបាទអានេះពាក់ព័ន្ធនឹងការរើសការប្រើប្រាស់នៅ function របស់ពាក្យនីមួយណាមុខងាររបស់ពាក្យមួយអញ្ចឹងអានេះវាជាកិរិយាសព្ទវាអត់ត្រូវទេបាទអស់ប៉ុណ្ណឹងហើយបន្ទាប់ទៅចូលផ្នែកទី3ពាក់ព័ន្ធនឹងអីគេបាទនេះពាក់ព័ន្ធនឹងប្រយោគ clear អីចឹងល្អបាទអញ្ចឹងខ្ញុំនឹងព្យាយាមផលិតជូនហើយវិញ្ញាសានេះលោកអ្នករៀបរៀងដាក់ឡើង300សំណួរឥឡូវយើងទើបតែបាន30ជាងទេនេះបាទហើយខ្ញុំដាក់វីដេអូជាភាគប្រិមិត្តចូលទៅមើលតាមភាគតទៅនឹងឃើញហើយបាទបើអ្នកអត់បានតាមដាននឹងឆ្ងល់ណាស់មិនចូលដល់21ហើយតពីវីដេអូមុនវីដេអូនេះមួយទៀតវា3ភាគហើយបាទអញ្ចឹងខ្ញុំឃើញថាឯកសារហ្នឹងល្អគេយកមកអានជូនហើយនឹងបញ្យល់ខ្លះនៅចំណុចមួយចំនួនដោយមិនមែនគ្រាន់តែអានតែសំដួលចម្លើយយកតែម្ដងទេគឺមានការអត្ថាធិប្បាយវិភាគថែមជូនប្រិមិត្តបានជាកលឹះខ្លះឲ្យដឹងថាមិនបានវាចឹងណាបាទអញ្ចឹង
ដើម្បីកុំឲ្យខកខានវីដេអូក្រោយប្រិយមិត្តចុច Subscribe ឬភាសាខ្មែរជាវនឹងឯងហើយនឹងសញ្ញាកណ្ដឹងទៅនៅពេលដែលខ្ញុំអាប់ឡូតថ្មីនឹងងាយឃើញនៅវីដេអូនឹងបាទអញ្ចឹងសម្រាប់ពេលនេះអរគុណសូមជម្រាបលា